ថ្ងៃនេះខ្ញុំសូមលើកយកពីរចំណុចចំពោះបងស្ត្រីចាជាពិសេសបងស្ត្រីដែលគាត់មានគ្រួសារហើយពីរចំណុចនោះគឺទី1គឺពួកគាត់ខ្លាចពេកហើយទី2គឺពួកគាត់ហ៊ានពេកចំណុចទី1ដែលពួកគាត់ខ្លាចពេកនោះគឺពាក់ព័ន្ធជាមួយនឹងការថែទាំសុខភាពខាងផ្នែកផ្លូវភេទរបស់គាត់ក៏ដូចជាសុខភាពរោគស្ត្រីរបស់គាត់ផងដែរចាជាពិសេសគឺនៅពេលដែលគាត់ភ័យខ្លាចពេកគឺគាត់តែងតែបារម្ភថាគាត់មានបញ្ហារោគស្ត្រីណាមួយនឹងកើតឡើងអញ្ចឹងជាទូទៅនៅពេលដែលគាត់មកជួបនាងខ្ញុំមានច្រើនករណីមែនទែនហើយជាពិសេសនោះគឺនៅពេលដែលគាត់កំពុងមករដូវគឺគាត់តែងតែទាមទារឲ្យគ្រូពេទ្យហ្នឹងលាងសម្អាតទ្វីមាសរបស់គាត់ចាហើយមួយវិញទៀតនោះគឺនៅពេលដែលគាត់មានអារម្មណ៍ថាគាត់អត់ស្រួលគឺគាត់តែងតែមកជួបគ្រូពេទ្យរៀងរាល់3ខែម្ដងដើម្បីឲ្យគ្រូពេទ្យលាងសម្អាតទ្វីមាសរបស់គាត់ចាការធ្វើបែបនេះគឺជារឿងមិនត្រឹមត្រូវទេពីព្រោះការលាងសម្អាតកាន់តែញឹកញាប់គឺកាន់តែធ្វើឲ្យខូចខាតភ្នាសកោសិកានៅខាងក្នុងរបស់គាត់ហើយក៏ដូចជាមានបញ្ហាផ្សេងៗពាក់ព័ន្ធជាមួយនឹងជំងឺបញ្ហារោគស្ត្រីរបស់គាត់មួយដូចជាអាសាឡើងផ្សិតហើយសន្ទាប់ទ្វីមាសរបស់គាត់ភ្នាសនៅរបស់គាត់ក៏ដូចជាទឹករមាល់របស់គាត់នឹងចាប់ផ្ដើមខ្សោយទៅដែលធ្វើឲ្យគាត់ងាយនឹងឆ្លងជំងឺផ្សេងៗទៅខាងក្នុងផងដែរចំពោះអ្នកដែលគាត់ហ៊ានពេកគឺខ្ញុំសំដៅទៅលើគាត់ទោះបីជាមានបញ្ហាអីក៏ដោយក៏គាត់អត់មកជួបពិភាក្សាជាមួយនឹងគ្រូពេទ្យដើម្បីរកដំណោះស្រាយឬក៏ព្យាបាលដែរចារហូតគាត់ទុករហូតដល់គាត់កូន1កូន2ក៏ដោយក៏គាត់អត់ដែរមកត្រួតពិនិត្យសុខភាពខាងផ្នែករោគស្ត្រីដើម្បីតាមដានមើលសុខភាពថាគាត់មានបញ្ហាអីអត់ក៏ដូចជាអេកូស្បូនចាពិនិត្យមើលមាត់ស្បូនថាតើគាត់មានបញ្ហាអីទេចាហើយគាត់តែងតែមានការអៀនខ្មាស់ទោះបីជាគាត់មានបញ្ហាធ្លាក់សធំក្លិនយ៉ាងណាក៏ដោយគឺគាត់ទ្រាំញ៉ាំថ្នាំរហូតដល់ទីបំផុតចុងក្រោយទៅគាត់អាចមកជួបគ្រូពេទ្យហើយចំណុចនេះគឺជាការធ្វើប្រហែសមួយដែរហ៊ានពេកដែរដែលគាត់អត់មករកដំណោះស្រាយជាមួយនឹងគ្រូពេទ្យចាអញ្ចឹងដំណោះស្រាយទី2ជូនបងទាំងអស់គ្នាគឺទី1កុំមានការអ៊ីនខ្មាស់ចាទី2បើសិនជាករណីមានបញ្ហាធ្លាក់សធំក្លិនរមាស់បញ្ហាណាមួយគឺត្រូវមកជួបគ្រូពេទ្យចាហើយទី3គឺព្យាយាមឆែកសុខភាពយ៉ាងតិច6ខែឬក៏1ឆ្នាំម្ដងចាយូរបំផុត1ឆ្នាំម្ដងវាមិនយូរពេកហើយក៏វាមិនលឿនពេកដែរហើយយើងបានដឹងពីបញ្ហាពាក់ព័ន្ធជាមួយនឹងសុខភាពរបស់យើងផងដែរគោលដៅនៃការឆែកសុខភាពរបស់បងប្អូនទាំងអស់គ្នានោះគឺមានគោលដៅទី1គឺស្វែងរកពិនិត្យបើកមាត់ស្បូនមើលស្វែងរកថាតើមានបញ្ហាអីផ្សេងទេហើយនឹងបៀកកោសិកាមាត់ស្បូនមើលថាតើមានបញ្ហាអីអត់ចាហើយទី2គឺពាក់ព័ន្ធជាមួយនឹងអេកូពោះអេកូស្បូនដើម្បីឲ្យដឹងថាមានបញ្ហារោគស្ត្រីរួមផ្សំផ្សេងថែមទៀតដូចទេមានដូចជាគីដៃស្បូនគីនិងស្បូនដុំសាច់និងដៃស្បូនដុំសាច់និងស្បូនជាដើមអញ្ចឹងបងពីរចំណុចនេះដែលគាត់ខ្លាចពេកដែលគាត់ហ៊ានពេកនេះគួរតែកែប្រែឡើង